ពីការលេចនាវាដល់ការតាមប្រមាញ់សត្រូវដ្រូនคล้ายជាអាវុធសំខាន់ក្នុងសង្គ្រាមសម័យថ្មីដ្រូនដែលផលិតនៅអង់គ្លេសបានវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីជាលើកដំបូងកាលពីយុគមីងដោយសម្លាប់មនុស្សយ៉ាងហោចណាស់6នាក់នេះជាការវាយប្រហារតាមអាកាសដ៏ធំបំផុតលើទីក្រុងមូស្គូក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះសូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីៗកំពុងកើតមានឡើងជំវិញពិភពលោកការវាយប្រហារដោយប្រើដ្រូនជាង800គ្រឿងលើឃ្លាំងចែកចាយទំនិញមួយនៅភាគខាងត្បូងរដ្ឋធានីមូស្គូបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាដ្រូននេះបង្ហាញថាដ្រូនកំពុងតែផ្លាស់ប្ដូររបៀបធ្វើសង្គ្រាមរបស់ពិភពលោកសង្គ្រាមរុស្ស៊ីអ៊ុយក្រែនគឺជាសង្គ្រាមដែលបានប្រើប្រាស់ដ្រូនក្នុងទ្រង់ទ្រាយធំដ្រូនមានតួនាទីចាប់ពីការវាយប្រហារលើនាវាការស៊ើបការដឹកជញ្ជូនសម្ភារៈរហូតដល់ការជម្លៀសទាហានរងរបួសវាអាចសង្កេតរោគនិងតាមដានទីតាំងសត្រូវឬការដឹកជញ្ជូនសម្ភារៈជាដើមដ្រូនតូចខ្លះមានទំហំត្រឹមប្រអប់ជើងគូសខណៈដ្រូនធំអាចមានទំហំធំជាងកុងតឺន័រដឹកទំនិញទៅទៀតប្រភេទដ្រូនសំខាន់ដែលកំពុងប្រើក្នុងសង្គ្រាមមានដូចជាសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានបង្ហាញថាដ្រូនលែងជាឧបករណ៍ជំនួយតែប៉ុណ្ណោះប៉ុន្តែកំពុងក្លាយជាអាវុធស្នូលនៃសង្គ្រាមទំនើបពួកវាអាចធ្វើបានស្ទើរគ្រប់យ៉ាងចាប់ពីស៊ើបការវាយប្រហារតាមអាកាសនិងសមុទ្ររហូតដល់ដឹកជញ្ជូននិងជម្លៀសអ្នករងរបួសជាមួយគ្នានេះដ្រូនអត្តឃាតអ៊ុយក្រែនបានវាយប្រហារបណ្ដាឃ្លាំង Amazon របស់រុស្ស៊ីបង្កសម្ពាធលើសេដ្ឋកិច្ចនិងម៉ាស៊ីនសង្គ្រាមរបស់លោកពូទីនការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើបណ្ដាឃ្លាំង Valberis ដែលជាទីផ្សារអនឡាញធំបំផុតរបស់រុស្ស៊ីកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងប្រព័ន្ធផ្គត់ផ្គង់របស់រុស្ស៊ីក្នុងរយៈពេលប្រហែល1ខែមានឃ្លាំង Valberis យ៉ាងហោចណាស់12កន្លែងត្រូវបានវាយប្រហារនិងឆេះនៅតំបន់ផ្សេងរបស់រុស្ស៊ីរួមមានទីក្រុងមូស្គូគ្រីមៀនិងទីក្រុងជាច្រើនទៀតអតីតមន្ត្រីស៊ើបការរបស់អង់គ្លេស Philip Ingram បាននិយាយថាអ៊ុយក្រែនហាក់ដូចជាកំពុងវាយប្រហារឃ្លាំងជារៀងរាល់ថ្ងៃទីតាំងមួយក្នុងចំណោមទីតាំងសំខាន់ដែលត្រូវបានវាយប្រហារគឺឃ្លាំងនៅទីក្រុង Yekaterinburg ក្នុងតំបន់ភ្នំអូរ៉ាល់ដែលស្ថិតនៅចម្ងាយប្រមាណ 2000 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនការវាយប្រហារបានបង្ហាញថាដ្រូនអ៊ុយក្រែនអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនិងវាយប្រហារគោលដៅដែលស្ថិតនៅឆ្ងាយពីសមរភូមិលោក Bill Browder អ្នករិះគន់វិមានក្រឹមឡាំងយូរឆ្នាំបានចាត់ទុកការវាយប្រហារលើ Valberis ថាជាការរួមបញ្ចូលគ្នានៃសង្គ្រាមសេដ្ឋកិច្ចយោធានិងផ្លូវចិត្តដើម្បីបង្កើនសម្ពាធលើរុស្ស៊ីអ៊ុយក្រែនកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការប្រយុទ្ធនៅជួរមុខទៅការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចធំនៅក្នុងប្រទេសរុស្ស៊ីក្នុងគោលបំណងដាក់សម្ពាធលើរដ្ឋាភិបាលលោកពូទីន